រឿងអាណាចក្រសាតានភាគទី35ប្រពន្ធប៉ាហាមប៉ះក្អៅអាល្អិតត្រូវលោកប៉ាមុខងាប់ចាប់ជាប់ទាញទៅក្រោយវិញមិនឲ្យប៉ះភរិយាទោះកូនក៏ដោយក៏មិនលើកលែងដែរគេជាមនុស្សហួងហែងប៉ាលែងអូនម៉ាក់ជួយប៉ាចង់សម្លាប់អូនហើយហាអត់ចេញឲ្យឆ្ងាយពីប្រពន្ធប៉ាកូនចេញចង្គមសម្លក់មុខគ្នាដូចស្រូវទាំងដែលជាសាច់ឈាមបង្កើតសោះហើយរូបភាពបែបនេះគឺឃើញជារៀងរាល់ថ្ងៃរហូតគ្រប់គ្នាសាំទៅហើយតែចំពោះវត្តមានមនុស្សម្នាក់ទៀតឈោបឯកសជ្រឹមភ្នែកញៀមលាក់កំនួចវាថ្មីស្រឡាងតែម្ដងពិតជារូបភាពកំរមែនរៃអាល់បោះជំហានមួយផ្ទៃមុខសង្ហាញៀមជាប់តែជាស្នាមញៀមគួរឲ្យស្អប់បំផុតសម្រាប់តូរ៉ុនតូអ្នកណាហើយឯងមកពាក្យរៀបស្មើមិនរាប់ញាតមិនស្វាគមន៍ហើយស្នាមញៀមពីអ្នកចំណូលថ្មីកាន់តែធំលើដើមមកឈប់ក្បែរម៉ារីញាក់ចិញ្ចាមឌឺមុននឹងតបប្រពន្ធបងកុំមកហើយយើងគ្មានប្អូនចោលរំសៀតញ៉ែបងថ្លៃខ្លួនឯងនោះទេសំឡេងរឹងមិនខុសពីទឹកមុខសម្លក់សម្លឹងរយអាល់មិនព្រិចលើបអាវអាល្អិតក្បាលខូចនាំទៅរកភរិយាសេរ៉នដៃជើងហោះលើអាកាសខ្វាយស្រែកចាច់មិនឈប់អ្នកណាប្រាឲ្យប្រពន្ធបងស្អាតធ្វើអីការដែលបានធ្វើឲ្យអ្នកអំខាងទៀតក្តៅក្រហាយជារឿងដែលមានក្តីសុខបំផុតទើបមិនខ្លាចក្រែងក្នុងការនិយាយសម្ដីតាក់ទាញកណ្ដាប់ដៃពូលោកគ្រូជាភ្ញៀវណាម៉ារីនិយាយដាស់តឿនពេលឃើញមនុស្សមៀតធំទាំងពីរពាក់មុខយៈដាក់គ្នាពិសេសប្តីនាងតែម្ដងមិនដឹងថាមានរឿងអីដូចជាស្អប់លោកគ្រូដល់ហើយដែលប្រាប់ថាមានការរវល់អូនទៅរកវាតូរ៉ុនតូទម្លាក់សម្លេងរបៀបមនុស្សអន់ចិត្តឲ្យគេនៅមើលកូនស្វាប្រពន្ធទៅរកប្រុសផ្សេងឈឺចាប់ណាស់វាសំខាន់ជាងប្តីទៀតចៃដន្យឲ្យប៉ុណ្ណោះចៃដន្យពេកទេដឹងមិនទុកចិត្តដល់ម្លឹងរយអាល់ជ្រែកសម្ដីលើកចិញ្ចាមសួរមនុស្សឈួតដូចឯងគួរឲ្យទុកចិត្តបានពីពេលណាហើយជួយចេញឲ្យឆ្ងាយពីប្រពន្ធយើងផងកុំចូលចិត្តក្រវែរបស់មានម្ចាស់ពេកតិចក្របសំរបៀមជាប់ក្បាលគេមិននិយាយលេងទេថាបាញ់គឺបាញ់ហើយទោះម្នាក់នោះជាក្មេកក៏ដោយហាបានសាច់អស់ចិត្តគេក៏លើកដៃចុះចាញ់ឈានទៅឆ្វេង3ជំហានដើម្បីរក្សាគម្លាតអូនជួយដោះស្រាយជាមួយអាល្អិតនេះបន្តិចទៅបងមានរឿងចង់និយាយជាមួយរយអាល់និយាយចប់រ៉ុនតូដាក់អាល្អិតចុះប្រឡែងអាវមានសេរីភាពភ្លាមសេរ៉នស្ទុះវឹងទៅតោងជើងអ្នកម៉ាក់ជាប់និយាយគ្នាធម្មតាហាមប្រើដៃជើងឬដេញលោកគ្រូចេញពីផ្ទះដូចលើកមុនទៀតមិនដូច្នេះពូដឹងគ្នាជាមួយអូនមិនខានដោយសារមានប្រវត្តិទើបនាងនិយាយបង្ការឲ្យហើយតែមើលទៅអ្នកជាប្តីមិនសប្បាយចិត្តសោះផ្ទៃមុខខ្មៅប៉ែបារម្ភពីវាជាងប្តីអូនទៀតកុំមកធ្វើមុខបែបហ្នឹងអូនយកកូនទៅងូតទឹកបន្តិចទៀតចុះមកវិញញ៉ាំបាយល្ងាចជុំគ្នាលោកគ្រូតាមសប្បាយចុះកុំក្រែងចិត្តអីបើពូប្រើសម្ដីឆ្លើយមិនពីរោះស្ដាប់ដាក់លោកគ្រូប្រាប់ខ្ញុំនឹងប្រដែឲ្យហេះបាទមនុស្សចាស់ស្ងាត់មាត់ងាកមុខទៅម្ខាងពេលត្រូវមើលរំលងប្រាប់បានថាគេខឹងហួងហែងប្រច័ណ្ឌចង់ឲ្យម៉ារីខ្វល់ពីគេម្នាក់គត់ពេលឃើញរកពីស្វាមីហើយម៉ារីផ្អៀងកញ្ញាំក្របួចដឹងថាលោកពូអន់ចិត្តមុខមិនស្រស់ទើបជំទើបជើងថើបលួងលងនៅមុខគ្រប់គ្នាថាបថ្ពាល់ផងបូមាត់ផងចុងចង្កាផងតូរ៉ុនតូត្រជាក់ចិត្តស្រេងមុខរីកដូចក្របជីត្រូវទឹកមួយរំពេចជប់មើលថែភ្ញៀវឲ្យបានល្អណាលោកប្តីអូនស្រឡាញ់ពូតោះសេរ៉នម៉ាក់នាំទៅងូតទឹកលួងបានសម្រេចហើយម៉ារីលើកកូនប្រុសនាំទៅជន់លើបាត់ទុកពេលឲ្យប្រុសជែកគ្នាម៉ាក់ថាបអូនថ្ពាល់អូនក្រអូមជាងប៉ាឆ្ងាយណាស់អាល្អិតសេរ៉នច្រណែនស្រែកផងហុចថ្ពាល់ប៉ោងរលោងពណ៌ផ្កាឈូកឲ្យអ្នកម៉ាក់ថាបផងម៉ារីញៀមស្រស់ថាបក្រញិចទាំងគ្រឹះខ្នាញ់សេរ៉នសាច់ក្អកកាច់ក្តែរូបភាពទាំងនោះស្ថិតក្រោមខ្សែភ្នែកពីគូតាមមើលមិនព្រិចគ្រាន់តែអារម្មណ៍ដិតដាមខុសគ្នាប៉ុណ្ណោះមិនបាច់ច្រណែនចង់បានយកប្រពន្ធដែរទៅតូរ៉ុនតូដកខ្សែភ្នែកទម្លាក់ស្នាមញៀមនិយាយសម្លេងស្មើបែបចំអកយកប្រពន្ធបងល្អទេតូរ៉ុនតូពាក់មុខយៈដាក់ភ្លាមរៃអាល់សាច់បន្តិចទើបស្រដីបន្តវាជារឿងដែលឥតប្រយោជន៍ណាស់មនុស្សស្រីគ្រាន់តែជារបស់កំដរអារម្មណ៍កែអផ្សុកសម្រាប់គេប៉ុណ្ណោះត្រូវការគោរពលេងឆ្អែតឆ្អន់ក៏បោះចោលមិនទោះប្រឹងពន្យល់យ៉ាងណាក៏មិនអាចផ្លាស់ប្ដូរគំនិតគេបានមានតែទុកឲ្យពេលវេលាជាអ្នកបង្ហាញគេទៅចោះការមើលដោយភ្នែកមិនប្រកាសថាត្រឹមត្រូវគ្រប់យ៉ាងនោះទេឯងត្រូវប្រើបេះដូងចិត្តគំនិតមកវិនិច្ឆ័យស្វែងយល់ពីដំណើរដើមតងមុននឹងសម្រេចទើបមិនធ្វើឲ្យឯងមានវិប្បដិសារីនៅថ្ងៃក្រោយចង់និយាយពីអីឯងមកទីនេះព្រោះអីគេមិនឆ្លើយតែសួរថ្ពកទៅវិញមកមើលពីភាពវេទនារបស់អាកញ្ចាស់នោះនិយាយដល់ត្រង់នេះស្នាមញៀមលើមុខក៏បាត់មួយរំពេចឃើញហើយចិត្តឯងស្ងប់ឬស្ងប់ដូចទឹកមុខឯងពេលនេះទេឈាមនៅតែខាប់ជាងទឹកល្អយអាក្រក់ម្នាក់នោះនៅតែជាប៉ារបស់ឯងតែរឿងនេះមិនអាចប្រកែកបានឡើយប៉ាដែលចង់សម្លាប់កូនយកទ្រព្យតើសំធ្វើជាប៉ាគេដែរទេ
គេសើចរលាក់តិចបែបចំអកឲ្យខ្លួនឯងក៏ដូចជាកោះកាយរឿងរ៉ាវដ៏ឈឺចាប់កាលពីអតីតកាលស្នាក់ស្នាមរបួសលើរាងកាយបានរបូតបាត់អស់ទៅហើយតែអារម្មណ៍ដិតដាមក្នុងចិត្តមិនបានរលុបបាត់ទៅតាមពេលវេលាឡើយវានៅតែតោងទាមលងបន្លាចគេគ្រប់ពេលធ្វើឲ្យគេមិនអាចសំបីតែបិទភ្នែកដេកបានឃើញពន្លឺភ្នែកក្រហមចងគំនុំមួយគូនោះហើយតូរ៉ុនតូបានតែដកដង្ហើមធំដោយមិននិយាយអ្វីបន្តទៀតមុននឹងដើរទៅបើកថតទៅទាញសាមីគីចេញមកហើយប្រគល់ឲ្យទៅអ្នកម្ខាងទៀតគេបានត្រៀមវារួចជាស្រេចសម្រាប់ព្រោះដឹងថារយអាលមកអាលឡម៉ង់មុនម៉ារីទៅទៀតតែគេមិនមាត់យកទៅអ្វីគេទទួលទាំងចង់ចិញ្ចើមប្លង់ភូមិគ្រឹះស្កាប៊ីឡូមានន័យថាម៉េចអានត្រូដាក់លក់យើងឃើញក៏ទិញទៅព្រោះផ្ទះនោះឬថាអ្នកស្រីអេនជាណាស្រឡាញ់ណាស់ចង្រៃvìមានក្រហមចេញពីបន្ទប់អាហារម៉ារីនក៏បន្តការងារជូតសម្អាតរហូតរួចរាល់ទើបសុំលោកមេកាមកសម្រាកមុនព្រោះនាងក្តៅខ្លួនធីងធងមេកាអនុញ្ញាតនឹងដេញឲ្យនាងទៅមន្ទីរពេទ្យតែនាងបដិសេធប្រាប់ថាមិនអីគ្រាន់តែគ្រុនផ្ដាសាយធម្មតាផឹកទឹកក្តៅសម្រាកគ្រប់គ្រាន់ច្បាស់ជាមកវិញហើយដោយឃើញពីភាពមានរឹងត្អឹងលោកមេកាក៏យល់ព្រមបណ្ដោយតាមនឹងម៉ារីនដើរចេញពីវិមានតាមផ្លូវចំហៀងដើរបានបន្តិចនាងក៏ឈប់ងាកក្រោយរកមើលអ្វីម្យ៉ាងព្រោះមានអារម្មណ៍ថាមានអ្នកណាម្នាក់ដើរតាមពីក្រោយតែងាកទៅក៏មិនឃើញអ្វីក្រៅពីសរធំនាងរកមើលមួយសន្ទុះទើបបន្តដំណើរតែដើរមិនបានប៉ុន្មានជំហានផងអារម្មណ៍មួយនោះក៏កើតឡើងម្ដងទៀតខ្វាច់នាងល្អិតងាកក្រោយយ៉ាងរហ័សហើយលើកនេះនាងក៏បានឃើញស្រមោលស្ទង់នៅច្រកផ្លូវមួយទៀតដែលងឹតមិនមានពន្លឺអំពូលភ្លើងជះទៅដល់តែក៏អាចឲ្យនាងមើលដឹងថាជារូបរាងមនុស្សម៉ារីនមិនគិតច្រើនដើរទៅរកស្រមោលនោះតែម្ដងដោយមិនមានអារម្មណ៍ភ័យខ្លាចបន្តិចសោះព្រោះនាងចង់ដឹងថាគេត្រូវការអ្វីជាហើយឬដើរជិតដល់ស្រមោលស្ទង់បន្លឺសំឡេងស្រួយស្រទន់ឡើងម៉ារីនឈប់ស្ងៀមសម្លឹងទៅស្រមោលទាំងមុខស្មើនាងចង់បានអីក៏និយាយត្រង់មកកុំលើពតាមដានខ្ញុំបែបនេះនិយាយពីអីខ្ញុំមិនយល់ទេខ្ញុំមិនបានតាមដាននាងហើយមានមូលហេតុអីដែលខ្ញុំត្រូវខ្វល់ពីទាសករដូចនាងដែរខាមេឡាផ្អៀងក៏ធ្វើមុខមិនដឹងអីទាំងដែលនាងដឹងច្បាស់ក្នុងចិត្តហើយម៉ារីនធុញទ្រាន់ខ្លាំងណាស់ដែលត្រូវមកជួបរឿងដែលបែបនេះនាងធុញការដែលត្រូវនរណាម្នាក់មកញ៉ៃញ៉ៃក្នុងជីវិតនាងគ្រាន់តែចង់នៅស្ងប់ស្ងាត់ប៉ុណ្ណោះនាងដឹងខ្លួនឯងច្បាស់ហើយលោកម្ចាស់មិននៅក្នុងអាណាចក្រទេវាជារឿងពីរផ្សេងគ្នាហើយមិនមែនជាអ្វីដែលខ្ញុំត្រូវខ្វល់ស្រាប់ហើយពិតឬតែខ្ញុំរៀបមកថាយប់មិញលោកម្ចាស់ចេញពីបន្ទប់របស់នាងតើមែនទេពាក្យសម្ដីស្រទន់ស្នាមញឹមផ្អែមល្ហែមរលាយបាត់ត្រឹមមួយជំរាកវិនាទីខាមេឡាចោលភ្នែកក្រហមច្រាលសម្លក់ម៉ារីនសង្កត់ធ្ងន់ត្រង់ឃ្លាចុងក្រោយមើលទៅនាងដូចជាព្យាយាមទប់អារម្មណ៍ច្រឡោតខ្លាំងណាស់ពេលនិយាយដល់ត្រង់នេះនាងតាមខ្ញុំព្រោះរឿងនេះម៉ារីនអាចមើលដឹងស្រាប់ទៅហើយព្រោះមេរៀននៅមន្ទីរពេទ្យធ្វើឲ្យនាងដឹងថាមនុស្សស្រីចំពោះមុខលងស្នេហ៍ប្រុសបិសាចដែលនាងស្អប់មិនចង់ជួបមិនចង់ដឹងមិនចង់អ្វីដែលតាក់ទងជាមួយគេនាងមានទំនាក់ទំនងអ្វីជាមួយលោកម្ចាស់ចង់ដឹងទៅសួរលោកម្ចាស់ខ្លួនឯងទៅខ្ញុំមិនទំនេរមកបកស្រាយលាហើយមិនឆ្ងល់ទេថាហេតុអីនាងនៅក្នុងអាណាចក្រក្រហមហេតុអីស្រាប់តែមិនចងចាំអ្វីបើខ្ញុំប្រាប់ថានាងមានគ្រួសារមានសាច់ញាតិនៅខាងក្រៅអាណាចក្រនាងជឿទេ 5-100 ឡាចមុនម៉ោង 10 កន្លះបានមួយភាគទៀត